បងអើយចង់ប្រាប់ថាពវៀនច្រកនេះគឺយើងអាំងខ្ជុងណាចាអាំងខ្ជុងវាធ្វើឲ្យពវៀនច្រកហ្នឹងកាន់តែរសជាតិឈ្ងុយឆ្ងាញ់ហើយសូមចិត្តបងមកក្រោយតាមក្រោយណាបងព្រោះដោយសារពូច្រកហ្នឹងគឺយើងអត់អាំងទុកទេតបងកំងបាញ់ខ្ញុំធ្វើការអាំងជូនណាបងហើយពូច្រកនេះគឺយើងធ្វើថ្មីជារៀងរាល់ថ្ងៃបងចាអញ្ចឹងពេលបងយកទៅចង់យកទៅឆៅយកទៅអាំងខ្លួនឯងអីបងអាចដាក់ធុងទូទឹកកកទុកបានយូរបងដាក់បានចូលចង់ពីទឹកបែបទឹកណព្រោះដោយសារពីខាងខ្ញុំទៅអត់មានរបស់សល់ជូនបងទេគឺសិតតែរបស់ថ្មីធ្វើភ្លាមរាល់ថ្ងៃអញ្ចឹងណាបងចាអែមណាពូច្រកញាត់សាច់ជ្រូកសុទ្ធ 100% ពីខាងផ្ទៃដាចានិយាយទៅបងខ្លះគាត់អត់ដឹងមួយចំនួនទូចទេគាត់តែងតែសួរខ្ញុំថាចេះអូនពូច្រកហ្នឹងអូនឯងលើកពីគេយកមកលក់បន្តឬក៏អូនឯងធ្វើខ្លួនឯងអញ្ចឹងអ៊ីដាចង់ជំរាបជូនបងថាចេះអ៊ីដាធ្លាប់និយាយម្ដងនៅក្នុងវីដេអូមុនថារបស់អីក៏ដោយបើខ្ញុំអត់ចេះខ្លួនឯងគឺខ្ញុំអត់លក់ទេបងចាមុខម្ហូបនៅក្នុងដៃខ្ញុំមានច្រើនណាស់ប៉ុន្តែខ្ញុំអត់មានកម្លាំងធ្វើបងតែជាមួយមកហាងគឺដឹងហើយថាមនុស្សមានមិនចេះតិចមុខទេប៉ុន្តែខ្ញុំបិទក៏ច្រើនដែរដោយសារមូលហេតុតែមួយគប់គឺខ្ញុំអត់មានកម្លាំងធ្វើហើយសម្រាប់ពូច្រកខាងផ្ទះអ៊ីដាគឺអ៊ីដាធ្វើចេញពីសាច់ជ្រូកចាផ្នែកឆ្ងាញ់នៃសាច់ជ្រូកបងខាំទៅឈប់ពេញមាត់ចាហើយដូចបងធ្លាប់ដឹងហើយថាខ្ញុំអត់សូវប្រម៉ូទពូច្រកនេះទេហើយសម្រាប់ពូច្រកអាំងនេះដែរគឺយើងស្ងោរឆ្អិនមកតង់រួចទៅហើយបងដូចឃើញពណ៌រៀងសហ្នឹងគឺយើងឆ្អិនហើយមកសាយបន្ទាប់មកបានយើងយកពូច្រកហ្នឹងយកទៅអាំងអញ្ចឹងណាបងចាហើយពិសេសទៅទៀតយើងមានអាទឹកម្ជូរកូនម៉ែដែលធ្វើឲ្យពូច្រកហ្នឹងវាកាន់តែឆ្ងាញ់ញ៉ាំពូជាមួយបន្លែវាកាន់តែជាតិហ្មងណាបងចានិយាយទៅលក្ខណៈថាប្លែកមាត់ហ្មងណារបៀបឆ្ងាញ់ញ៉ាំឈប់ហើយញ៉ាំលេងក៏ជក់មាត់បងខ្ញុំឃើញផ្ទាល់ភ្នែកមិនដឹងបងគាត់កំងខ្ញុំជួបជុំកម្មវិធីអីចឹងណាចាហើយគាត់ថតវីដេអូខ្ញុំអូយគាត់ថាឆ្ងាញ់ណាស់អូនអើយនិយាយទៅញ៉ាំហើយញ៉ាំទៀតជក់មាត់ហ្មងរបៀបប្លែកមាត់អែមខ្លាំងគាត់និយាយថាអូឆ្ងាញ់ណាស់អូនអើយហើយនិយាយទៅក៏មានកម្មវិធីគាត់ដែរផ្លេចខ្ញុំឯងម្នាក់កំង1គីឡូ2គីឡូបើថាគ្នាច្រើនអញ្ចឹង3គីឡូអីរបៀបអូយជាតិតាបងតែងតែគិតថាចេះពេលអាំងខ្ជុំអញ្ចឹងអាំងយូរអីចឹងណាខ្លាចចាំយូរចាំអីអញ្ចឹងបើសិនជាបងចង់លឿនបងជួយគ្រាន់តែប្រាប់មុន15នាទីអីមកអ៊ីដាសេរីជូនឲ្យបងចាហើយមួយវិញទៀតសម្រាប់ពូច្រកនេះដែរគឺអ៊ីដាមានបន្ថែមបន្លែជូនដូចទាដើមចេកអញ្ចឹងបន្លែដើមចេកចាមានគ្រប់មុខអីនៅក្នុងនឹងដែរអញ្ចឹងណាចាញ៉ាំជាមួយនឹងទឹកម្ជូរកូនម៉ែអែមណាបងចានិយាយទៅគឺរសជាតិប្លែកឆ្ងាញ់ប្លែកមាត់និយាយទៅញ៉ាំទៅគឺប្លែកមាត់មានន័យថារសជាតិបែបហ្នឹងបងអត់ដែរញ៉ាំទេចាបើមិនអញ្ចឹងមិនភ្ញៀវអ៊ីដាកំងហើយកំងទៀតទេបងអើយរាល់ថ្ងៃហ្នឹងគឺល្បីដោយសារតែពីភ្ញៀវពីមាត់មួយទៅមាត់មួយផងទេមិនមែនល្បីដោយសារតែការប្រម៉ូទរបស់ខ្ញុំទេបងចាពីមាត់មួយទៅមាត់មួយរាល់ថ្ងៃហ្នឹងលក់តែភ្ញៀវចង់និយាយថាគាត់ជួយផ្សព្វផ្សាយអញ្ចឹងណាបងចាអញ្ចឹងសម្រាប់ពូច្រកនេះដែរគឺអ៊ីដាធ្វើថ្មីជារៀងរាល់ថ្ងៃជូនបងអញ្ចឹងអត់បារម្ភទេនៅពេលដែលបងយកទៅបងញ៉ាំអត់អស់យកលក្ខណៈជាឆៅចាយកទៅអាំងខ្លួនឯងបងញ៉ាំអត់អស់បងអាចដាក់ខ្លះសេទូទឹកកកបានចាទុកបានយូរណាបងចាពេលបងត្រូវការញ៉ាំលេងម្នាក់ឯងសែតអីចឹងណាដាក់អាំងតែ2ដុំអីចឹងទៅរួចរាល់ជាការស្រេចចាបងក៏សួរអ៊ីដាថាអញ្ចេះអូនពូច្រកហ្នឹងញ៉ាំមិនទៅអូនអាហ្នឹងគេញ៉ាំមួយទឹកជ្រលក់អីគេអ៊ីដាចង់បញ្ជាក់ជូនបងថាសម្រាប់ពូច្រកខាងផ្ទះអ៊ីដាគឺញ៉ាំជាមួយនឹងទឹកម្ជូរកូនម៉ែនេះឯងចាឲ្យបន្លែដើមចេកដូចទាដើមចេកអញ្ចឹងគាត់ថាអូនអាហ្នឹងគេញ៉ាំមិនទៅអាហ្នឹងគេញ៉ាំលេងមិនឬក៏អីចឹងពេលខ្លះគាត់អត់ចេះរបៀបញ៉ាំអញ្ចឹងអ៊ីដាចង់បញ្ជាក់ជូនបងថាអាហ្នឹងគេញ៉ាំដូចរបៀបញ៉ាំពូកោទឹកប្រហុកចឹងណាបងចាគេញ៉ាំបន្លែឆៅស្រស់ថ្មីអញ្ចឹងអាំងបដាញ៉ាំបដាបើបងបានយកទៅអាំងខ្លួនឯងបងមិនបាច់កាត់ទូចអីទេដាក់ទាំងមូលចេះមកអូយអែមណាបងអើយអាំងក្តៅហើយបានច្រលុចជាមួយទឹកម្ជូរកូនម៉ែនេះអូយអែមណាបងអើយខំឡងពេញមាត់តែម្ដងឬក៏បងញ៉ាំដូចផ្ទាប់ចែកក៏បានដែររបៀបដាក់បន្លែហើយដាក់ពោះនឹងមកកង់អីចឹងហើយច្រលុចចេះមួយម៉ាត់នឹងចំអាឈប់បន្លែហើយអាស្រួយជាមួយនឹងបន្លែដើមចេកអីនឹងទៀតអូយកប់ស្រីរីហើយបានជាមួយនឹងហិលម្ទេសអាចសាត់ទៀតខប់ទៀតអញ្ចឹងបើសិនជាបងអត់ទាន់បានសាកទាដើមចេកឬក៏ពោះច្រកពីខាងផ្ទៃអ៊ីដាអាចមកសាកបាន